ដើម្បីរក្សាបរោះជាទីស្រឡាញ់របស់នាងបានបាក់សម្ពុតរបស់នាងហើយដាក់ផ្លែសន្ទូចដ៏មុតស្រួចចូលទៅក្នុងនោះដោយឃើញទូករបស់បរោះនោះកាន់តែឆ្ងាយទៅនាងកាន់តែមានការតាំងចិត្តនាងបានប្រើការធ្វើបាបខ្លួនឯងដើម្បីរក្សាបរោះនោះហើយបរោះនោះក៏បានបង្វែរទូកត្រឡប់មកវិញប៉ុន្តែចិត្តទុនរបស់បរោះនោះបានធ្វើឲ្យពួកគេទាំងពីរធ្លាក់ចូលទៅក្នុងសេចក្តីវិនាសនេះគឺជាកន្លែងនេសាទដែលនៅលើបឹងដែលមានផ្ទះទូកជាច្រើនរាយប៉ាយជុំវិញពួកគេមិនរំខានគ្នាទៅវិញទៅមកដូចជាភ្នោឯកោប៉ុន្តែបានតាក់ទាញអ្នកនេសាទជាច្រើនមកនេសាទក្នុងនាមជាម្ចាស់កន្លែងនេសាទស្ត្រីនោះធ្វើដំណើរទៅមករវាងផ្ទះទូកជារៀងរាល់ថ្ងៃដើម្បីផ្ដល់ការកម្សាន្តដល់អ្នកនេសាទដែលស្នាក់នៅទីនោះតាមពិតស្ត្រីនោះគឺជាមនុស្សគោហើយសម្លេងរបស់នាងតែងតែធ្វើឲ្យភ្ញៀវរិះគន់ដូច្នេះនៅពេលគិតលុយស្ត្រីនោះតែងតែជួបការលំបាកពីបរោះអ្នកឯងកើតអីឈួតមែនទេស្ត្រីនោះខ្ជិលឆ្លោះជាមួយពួកគេប៉ុន្តែភាគីម្ខាងទៀតបានបោះលុយចូលទៅក្នុងទឹកស្ត្រីនោះបានរើសលុយទាំងអស់ឡើងវិញហាក់ដូចជារើសយកសេចក្តីថ្លៃថ្នូរដែលត្រូវបានគេបោះចោលប៉ុន្តែក្រសែភ្នែកដ៏កាចសាហាវរបស់នាងហាក់ដូចជាបានកាត់ទោសប្រហារជីវិតបុរសនោះនៅក្នុងចិត្តរបស់នាងរួចទៅហើយស្ត្រីនោះបានប្រើកាសែតដើម្បីសង្កត់លុយឲ្យរាបស្មើដោយព្យាយាមស្រូបយកជាតិទឹកនៅលើវាឲ្យអស់ការអាក់អន់ចិត្តនៅក្នុងចិត្តរបស់នាងក៏កាន់តែខ្លាំងឡើងតាមពេលវេលាខណៈពេលដែលបុរសនោះកំពុងបត់ជើងនៅមាត់បឹងស្ត្រីនោះបានលូកដៃចេញពីទឹកសម្លេងស្រែកហើយជំនួយរបស់បរោះនោះបានតាក់ទាញដៃគូរបស់គាត់ទើបគាត់អាចរួចជីវិតដោយសំណាងល្អមួយសន្ទុះក្រោយមកស្ត្រីនោះបានងើបក្បាលចេញពីទឹកហើយចាក់កាំបិតចូលទៅក្នុងជំហានទូកដោយមិនអស់ចិត្តស្ត្រីនោះលាងសម្អាតផ្ទះទូកនៅពេលថ្ងៃដោយធ្វើការងារដដែលជារៀងរាល់ថ្ងៃរហូតដល់ថ្ងៃមួយមានភ្ញៀវពិសេសម្នាក់បានមកកន្លែងនេសាទគាត់កាន់ទ្រង់បក្សីមួយហើយហាក់ដូចជាពេញចិត្តនឹងភាពស្ងប់ស្ងាត់នៅទីនេះបុរសនោះអង្គុយឆ្ងាយពីស្ត្រីនោះហើយមិនមានចំណងផ្លូវលោកនៅក្នុងក្រសែភ្នែករបស់គាត់ទេគាត់បានស្នាក់នៅក្នុងផ្ទះទូកអស់រយៈពេលជាច្រើនថ្ងៃហើយមិនដែលរីករាយនឹងសេវាកម្មរបស់ស្ត្រីនោះម្ដងណាឡើយស្ត្រីនោះមានចំណាប់អារម្មណ៍ល្អចំពោះគាត់ហើយតែងតែលួចមើលគាត់នៅពេលយប់ទោះបីជាស្ត្រីនោះប្រកបរបររកស៊ីផ្លូវភេទក៏ដោយក៏នាងនៅតែប្រាថ្នាចង់បានស្នេហាដ៏បរិសុទ្ធនៅក្នុងចិត្តរបស់នាងរាល់ពេលដែលនាងឃើញបុរសនោះលួចយំប្រស័យភ្នែករបស់នាងក៏ប្រែជាខ្វល់ខ្វាយបន្ទាប់មកនាងក៏សម្លឹងមើលផ្ទៃបឹងដោយស្ងៀមស្ងាត់ហាក់ដូចជាបាត់បង់ព្រលឹងស្ត្រីនោះជួលទងហើយសង្កេតមើលអ្វីៗទាំងអស់របស់បុរសនោះដោយស្ងៀមស្ងាត់ដោយមិនដឹងថាបុរសដែលមើលទៅសង្ហាម្នាក់នេះតាមពិតគឺជាអ្នកទោសរត់គេចខ្លួនដែលជាប់ពាក់ព័ន្ធនឹងជីវិតមនុស្សពីរនាក់សោះបុរសនោះដើមឡើយគឺជាប៉ូលីសម្នាក់ហើយបានរកឃើញដោយចៃដន្យថាមិត្តស្រីរបស់គាត់បានក្បត់គាត់ដោយសារតែការរំជើបរំជួលបុរសនោះបានបាញ់សម្លាប់មនុស្សទាំងពីរនាក់នោះទោះបីជាគាត់បានលាក់ខ្លួននៅក្នុងកន្លែងនេសាទក៏ដោយក៏គាត់មិនអាចទ្រាំទ្រនឹងភាពមិនស្ងប់នៅក្នុងចិត្តរបស់គាត់បានដែរដូច្នេះហើយឆ្លៀតពេលយប់ស្ងាត់គាត់បានតម្រង់កណ្ដុងកំភ្លើងទៅក្បាលរបស់គាត់នៅពេលដែលគាត់រៀបនឹងបាញ់ស្ត្រីនោះបានចាក់ទម្លុះភ្លៅរបស់គាត់ដោយកាំបិតកំភ្លើងក៏ធ្លាក់ចូលទៅក្នុងទឹកហើយបុរសនោះក៏ស្ងប់ស្ងាត់ភ្លាមស្ត្រីនោះបានលេចចេញពីភាពងងឹតហើយអុំទូកឆ្លងកាត់មុខគាត់ព្រឹកបន្ទាប់បុរសនោះមានអារម្មណ៍ស្ងប់ស្ងាត់ដែលមិនធ្លាប់មានពីមុនមកគាត់សម្លឹងមើលផ្ទះទូកនៅទល់មុខហើយឃើញថាស្ត្រីនោះកំពុងរៀបចំអាជីវកម្មដូច្នេះគាត់ក៏រៀនតាមអ្នកនេសាទដោយដំឡើងសន្ទូចហើយព្យាយាមនេសាទបន្ទាប់មកគាត់បានកាត់ខ្សែលុះនៅលើជញ្ជាំងហើយធ្វើផ្លែសន្ទូចតាមការយល់ដឹងរបស់គាត់បុរសនោះមិនមានអារម្មណ៍ក្នុងខ្លួនសោះសូម្បីតែនួយក៏ភ្លេចដាក់ដែរស្ត្រីនោះឃើញហើយមានអារម្មណ៍ថាគួរឲ្យអស់សំណើចបន្ទាប់មកនាងក៏យកប្រអប់តូចមួយចេញមកនាងបានខំចលិនជាពីរដុំហើយដាក់វាយ៉ាងប្រុងប្រយ័ត្ននៅលើផ្លែសន្ទូចរបស់បុរសនោះនៅពេលដែលបុរសនោះប្រមូលត្រីគាត់ក៏ឃើញនុយនៅលើនោះភ្លាមគាត់សម្លឹងមើលស្ត្រីនោះហើយស្ត្រីនោះក៏ញញឹមដាក់គាត់ដោយមោទនភាពបុរសនោះបានដាក់ត្រីចូលទៅក្នុងទឹកវិញបន្ទាប់មកក៏លេងជាមួយខ្សែលួសនៅក្នុងដៃរបស់គាត់ម្ដងទៀតគាត់បានប្រើខ្សែលួសដើម្បីធ្វើទងមួយដែលមានរូបមន្តតូចមួយកំពុងយល់នៅលើនោះចំណែកឯស្ត្រីនោះវិញបានទៅលើភ្នំដើម្បីចាប់កង្កែបមួយក្បាលហើយយកសាច់កង្កែបនោះទៅឲ្យសេករបស់បុរសនោះស៊ីបុរសនោះឮសំឡេងក៏ប្រមូលភាពក្លាហានចេញមកប៉ុន្តែស្ត្រីនោះមិនដឹងថាត្រូវប្រឈមមុខយ៉ាងណាទេក៏រត់ត្រឡប់ទៅទូកវិញដោយភាពភ័យខ្លាចបុរសនោះបានយកទងដែលធ្វើរួចមកអរគុណនាងដែលបានជួយគាត់ជាច្រើនដងចាប់ពីពេលនោះមកស្ត្រីនោះក៏មានក្តីសង្ឃឹមខ្លះតែងតែសម្លឹងមើលទងហើយញញឹមដោយគ្មានហេតុផលស្ត្រីនោះមិនអាចទប់ការនឹករលឹកបានទេក៏ប្រើកញ្ចក់ដើម្បីបញ្ជូនក្តីស្រឡាញ់ទៅកាន់បុរសនោះនៅតែជាប់ពាក់ព័ន្ធនឹងរឿងក្តីឃាតកម្មនៅពេលនេះគាត់មិនមានអារម្មណ៍ទាល់តែសោះដូច្នេះគាត់ក៏ចាត់ទុកការបង្ហាញក្តីស្រឡាញ់របស់ស្ត្រីនោះថាជាការញុះញង់របស់ស្ត្រីរកស៊ីផ្លូវភេទថ្ងៃនេះមានភ្លៀងធ្លាក់ខ្លាំងស្ត្រីនោះបានយកស្រាមគោរពបុរសនោះផឹកស្រាខ្លាំងមួយកែវបុរសនោះក៏រុញស្ត្រីនោះផ្ដួលយ៉ាងកាមត្រើយគាត់ចាត់ទុកស្ត្រីនោះដូចជាស្រីពេស្ឆាថោកទាបដោយជន់ឈ្លីសេចក្តីថ្លៃថ្នូររបស់ស្ត្រីនោះយ៉ាងព្រៃផ្សៃស្ត្រីនោះខកចិត្តយ៉ាងខ្លាំងហើយរុញបុរសនោះចូលទៅក្នុងទឹកដោយកំហឹងចំណែកឯបុរសនោះក៏មានការខឹងសម្បាខ្លះដែរដោយគិតថាស្ត្រីនោះបម្រើអ្នកដទៃយ៉ាងថោកទាបប៉ុន្តែបែរជាមិនព្រមបម្រើខ្លួនឯងទៅវិញគាត់ខឹងមួយរំពេចក៏ហៅស្រីពេស្ឆាម្នាក់ពីខាងក្រៅមកប៉ុន្តែនៅពេលដែលស្រីពេស្ឆានោះទៅផ្ទះទូកនាងត្រូវពឹងផ្អែកលើការចម្លងរបស់ស្ត្រីនោះបានជូនស្រីពេស្ឆាជាច្រើនចេញចូលប៉ុន្តែលើកនេះនាងមានការបដិសេធយ៉ាងខ្លាំងនៅក្នុងចិត្តនាងធុញទ្រាន់ខ្លាំងណាស់ប៉ុន្តែនៅតែជូនស្រីពេស្ឆានោះទៅសម្រាប់ការចេញទៅធ្វើការនៅថ្ងៃភ្លៀងស្រីពេស្ឆានោះមានការអាក់អន់ចិត្តយ៉ាងខ្លាំងប៉ុន្តែបុរសនោះមិនបានធ្វើអ្វីសោះគ្រាន់តែឲ្យនាងកំដរគាត់ផឹកកាហ្វេមួយពែង
បរោះនោះលេងជាមួយខ្សែលួសហើយធ្វើជារូបរាងកង់មួយឃើញគាត់យកចិត្តទុកដាក់យ៉ាងខ្លាំងស្រីពេជ្រានោះក៏មានអារម្មណ៍ល្អចំពោះគាត់ដូច្នេះនាងក៏ដោះចិញ្ចៀនដែលរលុងចេញហើយឲ្យបរោះនោះជួយធ្វើឲ្យវាតូចជាងមុនបន្តិចបរោះនោះមិននិយាយអ្វីទេហើយក៏កែទំហំចិញ្ចៀនបានយ៉ាងលឿន ស្រីពេជ្រានោះលេងជាមួយកង់ហើយសរសើរពីស្នាដៃរបស់បុរសនោះមិនដាច់ពីមាត់នៅពេលដែលពួកគេទាំងពីរកំពុងជជែកគ្នាយ៉ាងសប្បាយរីករាយស្រាប់តែមេបនក៏ចុះមកដោយសារតែស្រីពេជ្រានោះស្នាក់នៅយូរពេកដែលធ្វើឲ្យគាត់ខាតបង់ប្រាក់យ៉ាងច្រើន គាត់រៀបនឹងវាយបរោះនោះមួយសន្ទុះប៉ុន្តែស្រីពេជ្រានោះបានលាតដៃរាក់រាំងនៅចំកណ្ដាលមេបននោះជេរប្រតិចមិនឈប់ហើយនាំស្រីពេជ្រានោះចេញទៅយ៉ាងលឿនថ្ងៃនេះបរោះនោះកំពុងនេសាទនៅក្នុងផ្ទះទូកក្មេងស្រីនោះក៏បានរកឃើញទីនេះម្ដងទៀតដោយឆ្លៀតពេលឈប់សម្រាប់ថ្ងៃនេះនាងបានស្លៀកពាក់យ៉ាងសាមញ្ញមើលទៅស្រស់ស្រាយជាងលើកមុនឆ្ងាយណាស់ស្ត្រីនោះសម្លឹងមើលពួកគេទាំងពីរយ៉ាងកាចសាហាវខឹងរហូតដល់ដៃញ័រមិនឈប់នៅពេលដែលពួកគេទាំងពីរកំពុងជជែកគ្នាយ៉ាងស៊ីជម្រៅស្ត្រីនោះក៏ងើបចេញពីក្រោមទឹក បុរសនោះយកលុយពី3សន្លឹកចេញមកប៉ុន្តែក្មេងស្រីនោះមានការខឹងសម្បាចំពោះរឿងនេះនាងចូលចិត្តចំណាយពេលជាមួយបុរសនោះមុនពេលចាក់ចេញនាងថែមទាំងអោបគាត់ដោយក្តីអាឡោះអាឡោះការប្រច័ណ្ឌរបស់ស្ត្រីនោះកាន់តែខ្លាំងឡើងជាលទ្ធផលក្មេងស្រីនោះក៏យកលុយចេញមកដោយមិនដឹងកាលៈទេសៈអ្នកមីអរគុណដែលបានជូនខ្ញុំមកទុកលុយអាប់ចុះ ស្ត្រីនោះមិនសប្បាយចិត្តនៅក្នុងចិត្តទេពេលចូលចតនាងថែមទាំងបុកគាត់យ៉ាងខ្លាំងទៀតផងបន្ទាប់មកនាងក៏ប្រញាប់ត្រឡប់ទៅផ្ទះតូចរបស់បុរសនោះវិញហើយបញ្ចេញកំហឹងដូចជាការសងសឹកបុរសនោះត្រូវបានខំរហូតដល់មានឈាមពេញមាត់ហើយមិនយល់ពីបំណងរបស់ស្ត្រីនោះមួយរំពេច នេះមានប៉ូលីសពីរនាក់មកកន្លែងនេសាទកំពុងស៊ើបអង្កេតរកឃាតករដែលរត់គេចខ្លួនបរិស័ករួញម្នាក់ស្រាប់តែភ័យស្លន់ស្លោហើយលោតចូលទៅក្នុងបឹងបន្ទាប់ពីចាក់ប៉ូលីស សំឡេងកំភ្លើង ឮសំឡេងកាភ្លើងបរិសនោះក៏ដឹងពីគ្រោះថ្នាក់ភ្លាមៗគាត់មានគំនិតចង់សម្លាប់ខ្លួនតាំងពីដើមហើយនៅពេលនេះគាត់កាន់តែគិតចង់ស្លាប់ទៅទៀតដូច្នេះគាត់ក៏ចាប់យកផ្លែសន្ទូចដ៏មុតស្រួចមួយក្តាប់ហើយលេបវាចូលទៅក្នុងមាត់ទាំងអស់បន្ទាប់ពីខ្ពក់ជាប់បំពង់កយ៉ាងជ្រៅគាត់ក៏រំខ្សែសន្ទូចនៅលើដៃរបស់គាត់បរិសនោះក្អួតឈាមពេញដីហើយដួលនៅលើដីប្រកែកមិនឈប់សំណាងល្អនៅពេលនេះស្ត្រីនោះបានមកដល់ទាន់ពេលដោយឃើញប៉ូលីសកំពុងខិតជិតមកដល់នាងត្រូវតែចាត់វិធានការដ៏តឹងរ៉ឹងមួយប៉ូលីសបានចូលទៅក្នុងផ្ទះទូកដើម្បីស្វែងរកប៉ុន្តែឃើញតែស្ត្រីនោះកំពុងជូតទឹកគាត់ក៏ឈានជើងទៅបបួលជំនាញដោយមិនដឹងខ្លួនជាលទ្ធផលក៏ទាត់ជាប់ខ្សែសន្ទូចដែលដឹងដែរ សំឡេងធ្ងោ ប៉ូលីសមិនបានគិតច្រើនទេមើលមកជុំហើយក៏ដើរចេញទៅដោយស្ងៀមស្ងាត់បន្ទាប់ពីបញ្ជាក់ថាពួកគេបានចាក់ចេញហើយស្ត្រីនោះក៏យកសន្ទូចចេញមកហើយស្ទូចបរោះនោះឡើងមកដូចជាស្ទូចត្រីអញ្ចឹងបន្ទាប់ពីធ្វើចលនាបេះដូងមួយសន្ទុះបរោះនោះក៏ក្អួតឈាមមកកចេញមកស្ត្រីនោះក៏បំបត្តិដំបងឈើហើយជួយគាត់បើកមាត់ដោយបង្ខំស្ត្រីនោះបានសម្លៀកបំពាក់ហើយប្រើរាងកាយរបស់នាងដើម្បីលួងលោមគាត់បរោះនោះធ្លាក់ចូលទៅក្នុងចំណង់ហើយភ្លេចការឈឺចាប់យ៉ាងខ្លាំងនៅលើខ្លួនរបស់គាត់ជាបណ្ដោះអាសន្នស្ត្រីនោះកំដរបរោះនោះជារៀងរាល់ថ្ងៃហើយមើលថែគាត់យ៉ាងយកចិត្តទុកដាក់ទំនាក់ទំនងរវាងពួកគេទាំងពីរកាន់តែជិតស្និទ្ធប៉ុន្តែក្មេងស្រីពេជ្រានោះក៏បានមកដល់ម្ដងទៀតស្ត្រីនោះលាក់ខ្លួននៅក្នុងផ្ទះភ្នែករបស់នាងពោពេញដោយការស្អប់ខ្ពើមចំពោះគាត់ក្មេងស្រីនោះវាយទ្វារនឹងបង្អួចយ៉ាងខ្លាំងហើយស្រែកឲ្យស្ត្រីនោះជូននាងទៅជួបបរោះនោះ ស្ត្រីនោះអំបាក់កំណាត់ឈើនៅក្នុងដៃហាក់ដូចជាសម្រេចចិត្តភ្លាមនាងបានជូនក្មេងស្រីនោះទៅផ្ទះតូចដែលទំនេរហើយស្រាប់តែរុញនាងផ្ដួលពីក្រោយស្ត្រីនោះចងក្មេងស្រីនោះនៅក្នុងផ្ទះក្នុងគោលបំណងចង់ឲ្យនាងដកថយដោយដឹងពីការលំបាក នៅពេលយប់ក្មេងស្រីនោះតស៊ូចង់រត់គេចប៉ុន្តែនាងក៏ចំពោះជើងដួលហើយធ្លាក់ចូលទៅក្នុងទឹកព្រឹកបន្ទាប់សាកសពរបស់ក្មេងស្រីនោះបានអណ្ដែតឡើងលើផ្ទៃទឹកស្ត្រីនោះលាក់ខ្លួននៅក្នុងអាប់ក្រាស់នៅពេលព្រឹកក្រសែភ្នែករបស់នាងហាក់ដូចជាមានការសោកស្ដាយបន្តិច ប៉ុន្តែទោះបីជាព្យាយាមប៉ះពើយ៉ាងណាក៏ដោយក៏មិនអាចបដូរយកជីវិតរបស់ក្មេងស្រីនោះមកវិញបានដែរស្ត្រីនោះសម្លឹងមើលសាកសពបន្ទាប់មកក៏សម្លឹងមើលម៉ូតូរបស់ក្មេងស្រីនោះនាងបានចងម៉ូតូទៅនឹងសាកសពរបស់ក្មេងស្រីនោះហើយលេចចូលទៅក្នុងបាតទឹកជាមួយនឹងអំពើបាបទាំងអស់ នៅពេលយប់មេបានមករកគាត់ដឹងថាក្មេងស្រីនោះប្រកាសជាមករកបរោះនោះហើយដោយឃើញម្ចាស់កន្លែងនេសាទមិនអើពើនឹងគាត់ក៏បើកទូកទៅដោយខ្លួនឯងហើយមកដល់ផ្ទះរបស់បរោះនោះ ឡើងមកភ្លាមក៏វាយមួយសន្ទុះប៉ុន្តែមនុស្សដែលក្រអឺតក្រទមជាទូទៅមិនអាចសង្ហាបានលើសពី3វិនាទីទេបរោះនោះក៏វាយបកវិញយ៉ាងលឿនមេបនក៏ធ្លាក់ចូលទៅក្នុងបឹងនៅពេលដែលគាត់កំពុងបំរះក្នុងទឹកហើយរៀបនឹងហែលឡើងមកស្រាប់តែមានអ្វីមួយទាញគាត់ចូលទៅក្នុងបឹង ប្រហែលវិនាទីក្រោយមកស្ត្រីនោះក៏ងើបចេញពីទឹកបរោះនោះមើលទៅដោយភាពងឿងឆ្ងល់ប៉ុន្តែមិនយូរប៉ុន្មានសាកសពរបស់មេបណ្ណក៏អណ្ដែតនៅលើផ្ទៃបឹងមែនហើយស្ត្រីនោះបានសម្លាប់គាត់ប៉ុន្តែស្ត្រីនោះបែរជាមើលទៅស្ងប់ស្ងាត់យ៉ាងចម្លែក ចង់អង្គុយមួយទៅនឹងខ្លួនរបស់បរោះនោះប៉ុន្តែនៅពេលនេះបរោះនោះបានរកឃើញស្បែកជើងរបស់ក្មេងស្រីពេជ្រានោះដោយចៃដន្យគាត់និងស្ត្រីនោះបានសហការគ្នាដើម្បីពន្លិចសាកសពរបស់មេបនចូលទៅក្នុងបាតទឹកប៉ុន្តែតាំងពីឃើញស្បែកជើងរបស់ក្មេងស្រីនោះមកបរោះនោះក៏បានគិតដល់អ្វីមួយរួចទៅហើយពួកគេទាំងពីរអង្គុយស្ងៀមបែបនេះនៅក្នុងទំនាក់ទំនងដែលមើលទៅជិតស្និទ្ធមានគម្លាតជាច្រើនដែលមិនអាចបោះបង់ចោលបានប្រហែលជាដោយសារតែការភ័យខ្លាចនៅក្នុងចិត្តបរោះនោះបានបញ្ចេញកំហឹងទាំងអស់ទៅលើស្ត្រីនោះដឹងថាគាត់មិនសប្បាយចិត្តក៏ឡើងទៅអោបបរោះនោះមិននឹកស្មានថាបរោះនោះបែរជារុញនាងចេញម្ដងហើយម្ដងទៀត ចេញឲ្យឆ្ងាយពីខ្ញុំចេញទៅ ប៉ុន្តែស្ត្រីនោះក៏មិនមែនជាមនុស្សដែលងាយនឹងរំខានដែរអ្វីដែលនាងស្អប់បំផុតគឺបរិសដែលប្រើអំពើហិង្សាក្នុងគ្រួសារនាងក៏ដោះទ្រង់សេករបស់បរិសនោះចេញដោយផ្ទាល់ទោះបីជាសេកនោះតស៊ូយ៉ាងណាក៏ដោយក៏មិនអាចរួចផុតពីទ្រង់ដែលកំពុងធ្លាក់ចុះនេះបានដែរដោយឃើញបរិសនោះចង់ចាក់ចេញស្ត្រីនោះក៏រារាំងគាត់នៅខាងក្នុងភ្លាមៗ បន្ទាប់ពីពួកគេទាំងពីរឆ្លោះប្រកែកគ្នាមួយសន្ទុះបរិសនោះក៏លែងទុកមុខឲ្យទៀតដែរឯងគិតថាឯងជានរណាខ្ញុំនឹងទៅហើយឯងគ្មានសិទ្ធិខាត់ខ្ញុំទេឯងគ្រាន់តែជាស្រីពេជ្រា
ឮទេស្រីពេជ្រាសេចក្តីថ្លៃថ្នូរដែលស្ត្រីនោះគិតថានាងបានរើសឡើងវិញត្រូវបានប៉ះទង្គិចយ៉ាងខ្លាំងម្ដងទៀតនាងចាក់ចេញដោយក្តីខកចិត្តហើយមិនដឹងថាស្ត្រីនោះបានធ្វើខុសនឹងនរណាទេពួកគេតែងតែបញ្ចេញកំហឹងទៅលើវាស្ត្រីនោះមិនយល់ទេអ្វីដែលនាងបានធ្វើទាំងអស់គឺដើម្បីបរិសុទ្ធនោះហេតុអ្វីបានជាបរិសុទ្ធនោះធ្វើបែបនេះចំពោះនាងទោះបីជាគ្មានទូកតូចក៏ដោយក៏បរិសុទ្ធនោះនៅតែសម្រេចចិត្តចាក់ចេញគាត់កាត់ខ្សែក្រវ៉ាត់យកធុងអណ្ដែតមួយចេញមកហើយហែលទៅច្រាំងយឺតពេលហែលបានពាក់កណ្ដាលដៃក៏រអិលភ្លាមធុងទឹកក៏អណ្ដែតទៅបាក់គាត់ដែលមិនចេះហែលទឹកក៏តស៊ូយ៉ាងខ្លាំងក្នុងពេលសំខាន់ស្ត្រីនោះក៏លេចចេញមកទាន់ពេលនាងមិនបានជួយសង្គ្រោះបរិសុទ្ធនោះឡើងមកដោយផ្ទាល់ទេប៉ុន្តែប្រើវិធីស្ទូចត្រីទាញគាត់ត្រឡប់ទៅផ្ទះវិញក៏ជាការបង្ហាញពីការសាំងបរិសុទ្ធនោះដែរនរណាទៅដឹងថាបរិសុទ្ធនោះពិតជាមិនមែនជាមនុស្សប្រុសសោះហ៊ានវាយស្ត្រីនោះយ៉ាងខ្លាំងសំឡេងធ្ងរនិងវាយបន្ទាប់ពីការធ្វើទិរណកម្មស្នេហាមួយសន្ទុះបរិសុទ្ធនោះក៏ឈប់ភ្លាមគាត់ហាក់ដូចជាទទួលយកជោគវាសនាហើយដោះខ្សែក្រវ៉ាត់របស់គាត់ដោយដឹងក្តីនៅពេលដែលបរិសុទ្ធនោះភ្ញាក់ឡើងស្ត្រីនោះកំពុងគេងផ្អែកលើជ្រុងជញ្ជាំងគាត់ស្ទាបមុខភាគីម្ខាងទៀតហាក់ដូចជាកំពុងលាគ្នាពីអ្វីដែលមិនពិតប្រាកដនេះបន្ទាប់មកគាត់ក៏ជិះទូកតូចហើយចាក់ចេញពីផ្ទះតូចដោយគ្មានសំឡេងនៅពេលដែលស្ត្រីនោះភ្ញាក់ឡើងបរិសុទ្ធនោះបានអុំទូកចេញទៅឆ្ងាយបាត់ទៅហើយឃើញភាគីម្ខាងទៀតដើរចេញយ៉ាងដាច់អហង្ការស្ត្រីនោះក៏ខូចចិត្តភ្លាមនាងកម្រើកមាត់បន្តិចប៉ុន្តែមិនអាចបញ្ចេញសំឡេងបានសូម្បីតែបន្តិចដើម្បីបដូរយកបរិសុទ្ធនោះមកវិញនាងបានធ្វើរឿងដែលស្ត្រីទាំងអស់មិនហ៊ានធ្វើឃើញនាងដាក់ផ្លែសន្ទូចមួយខ្សែចូលទៅក្នុងសម្ពុតរបស់នាងហើយចងខ្សែសន្ទូចនៅលើដៃរបស់នាងបន្ទាប់មកក៏ទាញយ៉ាងខ្លាំងបុរសនោះមិនដាច់ចិត្តនៅក្នុងចិត្តទេក៏ប្រញាប់អុំទូកត្រឡប់មកវិញសម្ពុតពណ៌សរបស់ស្ត្រីនោះត្រូវបានប្រឡាក់ដោយពណ៌ក្រហមប៉ុន្តែនាងនៅតែក្រោកឈរឡើងដោយត្រដាស់ត្រដួសទិដ្ឋភាពនេះធ្វើឲ្យបុរសនោះបើកភ្នែកធំហើយលែងមានភាពក្លាហានក្នុងការរត់គេចទៀតហើយស្ត្រីនោះឈឺរហូតដល់ជើងញ័រដើរបានពី3ជំហានក៏ធ្លាក់ចូលទៅក្នុងទឹកបុរសនោះប្រញាប់ចាប់យកសន្ទូចដោយពេលដែលស្ត្រីនោះជួយសង្គ្រោះគាត់អញ្ចឹងដោយប្រើផ្លែសន្ទូចដើម្បីស្ទូចស្ត្រីនោះត្រឡប់មកវិញរាងកាយរបស់ស្ត្រីនោះញ័រមិនឈប់ដូចជាភក់នៅពេលនេះក្នុងចិត្តរបស់បុរសនោះពោពេញដោយការមានកំហុសគាត់បានអោបស្ត្រីនោះនៅក្នុងដៃហើយទទួលយកការធ្វើទិរណកម្មស្នេហាដែលមិនអាចគេចផុតនេះទាំងស្រុងបន្ទាប់មកគាត់ក៏ក្រាបនៅលើជើងរបស់ស្ត្រីនោះហើយយកផ្លែសន្ទូចដែលប្រឡាក់ដោយឈាមទាំងនោះចេញឲ្យនាងប៉ុន្តែអ្វីដែលគួរឲ្យអស់សំណើចនោះគឺផ្លែសន្ទូចទាំងនោះដែលដាក់នៅលើដីស្រាប់តែផ្គុំចេញជារូបរាងបេះដូងដោយអចេតនាមនុស្សពីរនាក់ដែលរងរបួសបានផ្អែកលើគ្នាទៅវិញទៅមកហើយជួយគាំទ្រគ្នាឆ្លងកាត់ពេលវេលាដ៏លំបាកមួយពួកគេក៏ចាប់ផ្ដើមមានអារម្មណ៍ធូរស្រាលបន្តិចម្ដងថែមទាំងបានលាបពណ៌ផ្ទះតូចឡើងវិញជាមួយគ្នាទៀតផងពេលភ្ញៀវទេសចរពីរនាក់កំពុងនេសាទពួកគេបានធ្វើឲ្យនាឡិកាមាសធ្លាក់ចូលទៅក្នុងទឹកដោយចៃដន្យស្ត្រីនិងបុរសនោះកំពុងដេកដោយមិននឹកស្មានថាភ្ញៀវទេសចរបានហៅក្រុមស្រង់មកសោះបន្ទាប់ពីការស្រង់មួយសន្ទុះសាកសពទាំងនោះក៏អណ្ដែតឡើងលើផ្ទៃទឹកនៅពេលដែលស្ត្រីនោះភ្ញាក់ឡើងអ្វីក៏លែងមានឱកាសកែប្រែទៀតហើយនាងដឹងថានាងមិនអាចគេចផុតពីគ្រោះមហន្តរាយនេះបានទេដូច្នេះនាងក៏ដោះម៉ាស៊ីនទូកនេសាទចេញដំឡើងវានៅលើផ្ទះតូចរបស់បុរសនោះបន្ទាប់មកក៏នាំមនុស្សជាទីស្រឡាញ់នឹងផ្ទះតូចដ៏កក់ក្ដៅចាក់ចេញពីកន្លែងនេសាទដោយគ្មានសំឡេងមិនដឹងថាអណ្ដែតបានយូរប៉ុណ្ណាទេបុរសនោះក៏ងើបក្បាលចេញពីទឹកគាត់បានស្វែងរកជុំវិញមួយជុំចូលទៅក្នុងព្រៃបបោះនៅក្បែរនោះប្រហែលជាគាត់បានសម្លាប់ស្ត្រីនោះដោយប្រើព្រៃបបោះដើម្បីបិទបាំងអំពើបាបរបស់គាត់ឬប្រហែលជាដើម្បីបញ្ជូនបុរសនោះឲ្យចាក់ចេញស្ត្រីនោះបានស្ម័គ្រចិត្ត